សូមស្វាគមន៍មកកាន់ Update Today កម្ពុជាថៃឯកភាពសាងសង់បង្គោលព្រំដែនឡើងវិញចំនួន15កម្ពុជាថៃបានឯកភាពគ្នាសាងសង់បង្គោលព្រំដែនឡើងវិញចំនួន15តាមគំរូដើមបង្គោលចំនួនបារាំងនិងបង្គោលព្រំដែនលិចទឹកចំនួន3នៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាព្រមទាំងការចុះវាស់វែងនិងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្ដែងក្នុងតំបន់ភូមិជោគជ័យនងច័ន្ទនិងតំបន់ភូមិព្រៃច័ន្ទនងយ៉ាកែវនេះបើតាមសេចក្តីប្រកាសរួមនៅក្រៅកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកJBC កម្ពុជាថៃដែលធ្វើឡើងនៅខេត្តច័ន្ទបុរីរាជាណាចក្រថៃរយៈពេល2ថ្ងៃពីថ្ងៃទី21ដល់ថ្ងៃទី22ខែតុលាឆ្នាំ2025ប្រពន្ធបានបញ្ជាក់ថាភាគីទាំងពីរបានឯកភាពប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសចម្រុះព្រំដែន JTST កម្ពុជាថៃដើម្បីសាងសង់ឡើងវិញនៅបង្គោលព្រំដែនចំនួន15តាមគំរូបង្គោលដើមចំនួនបារាំងនៅទីតាំងដែលភាគីទាំងពីរបានឯកភាពគ្នាលើទីតាំងដើមភាគីទាំងពីរក៏បានឯកភាពសាងសង់ឡើងវិញនៅបង្គោលព្រំដែនលិចទឹកចំនួន3នៅទីតាំងដែលភាគីទាំងពីរនឹងឯកភាពគ្នាជាមួយគ្នានេះភាគីទាំងពីរបានឯកភាពពន្លឿនការកែសម្រួលបែបបទបច្ចេកទេសឆ្នាំ2003តាក់ទងនឹងការផលិតផែនទីដែលប្រើប្រាស់បច្ចេកវិទ្យាថ្មីដើម្បីពន្លឿនការវាស់វែងនិងខណ្ឌសីមាព្រំដែនពាក់ព័ន្ធនឹងករណីចុះវាស់វែងនិងខណ្ឌសីមាព្រំដែននៅលើដីជាក់ស្ដែងក្នុងកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ42-47ក្នុងតំបន់ភូមិជោគជ័យនងច័ន្ទនិងតំបន់ភូមិព្រៃច័ន្ទនងយ៉ាកែវភាគីទាំងពីរបានឯកភាពពិនិត្យកែសម្រួលបញ្ចប់បែបបទណែនាំបច្ចេកទេសសម្រាប់ការវាស់វែងរួមគ្នានិងបោះបង្គោលបណ្ដោះអាសន្ននៅកំណាត់ខ្សែព្រំដែនអតិភិបនៅចន្លោះបង្គោលលេខ42-479ភាគីទាំងពីរក៏បានឯកភាពដែរថាកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC នឹងប្រព្រឹត្តទៅនៅសប្តាហ៍ទី1នៃខែមករាឆ្នាំ2026ក្នុងខេត្តសៀមរាបព្រះរាជាណាចក្រកម្ពុជាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃលាលែងពីតំណែងជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋកម្មអនឡាញតាមការចេញផ្សាយរបស់កាសែតថៃ The Nation លោកថាន់យ៉ាវុងវរផាអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃបានប្រកាសពីការបញ្ចប់តួនាទីកាលពីថ្ងៃពុធ22តុលាឆ្នាំ2025ស្របពេលដែលមានសេចក្តីរាយការណ៍ថាលោកស្ថិតក្នុងចំណោមអ្នកនយោបាយថៃ7នាក់ដែលជាប់វាក់វិនជាមួយក្រុមបណ្ដាញ scam លោកបានបដិសេធយ៉ាងដាច់អហង្ការចំពោះការជាប់ពាក់ព័ន្ធណាមួយនិងបញ្ជាក់ថាឈ្មោះនិងរូបថតរបស់លោកត្រូវបានគេយកទៅប្រើដោយគ្មានការអនុញ្ញាតលោកវរផាក៏បានច្រានចោលផងដែរចំពោះការចោទប្រកាន់លើភរិយារបស់លោកតាក់ទងនឹងរូបិយប័ណ្ណគ្រីបតូ$3 លានថាជារឿងមិនពិតយ៉ាងណាក្តីលោកវរផាលើកឡើងថាលោកលាលែងពីតំណែងគឺព្រោះមិនចង់ក្លាយជាបន្ទុកដល់រដ្ឋាភិបាលដោយសម្ដែងនឹងការបដិញ្ញាចិត្តចំពោះដំណាភៀបហើយក៏បានសន្យាដែរថានឹងចាត់វិធានការតាមផ្លូវច្បាប់ប្រឆាំងនឹងអ្នកដែលផ្សព្វផ្សាយព័ត៌មានមិនពិតបច្ចុប្បន្នរឿងរ៉ាវជំវិញការសង្ស័យលើមន្ត្រីថៃធំពាក់ព័ន្ធនឹង scam កំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនៅក្នុងប្រទេសថៃជាក់ស្ដែងករណីចុងក្រោយបំផុតគឺជាប់ពាក់ព័ន្ធនឹងឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍លោកថាម៉ាណាត់ព្រំពៅសមាជិកសភាគណៈបកប្រជាជនថៃលោករ៉ាងស៊ីម៉ាន់រ៉ូមបានចោទប្រកាន់លោកថាម៉ាណាត់ដោយឆ្លេចសួរជុំវិញទំនាក់ទំនងដ៏គួរឲ្យសង្ស័យរបស់ឧបនាយករដ្ឋមន្ត្រីរូបនេះជាមួយមេក្រុមឧក្រិដ្ឋកម្មអនឡាញសញ្ជាតិអាហ្វ្រិកខាងត្បូងម្នាក់មិនត្រឹមតែប៉ុណ្ណោះអ្វីដែលធ្វើឲ្យគេកាន់តែសង្ស័យនោះគឺលោករ៉ាងស៊ីម៉ាន់ថែមទាំងបង្ហាញរូបថតប៉ុន្មានសន្លឹកដែលលោកថាម៉ាណាត់នៅជាមួយបរិសុទ្ធសញ្ជាតិអាហ្វ្រិកខាងត្បូងក្នុងពិធីសាសនានានាទៀតផងម្យ៉ាងមុននេះលោកថាម៉ាណាត់ត្រូវបានកោះហៅឲ្យបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការសភាសន្តិសុខរដ្ឋដើម្បីបំភ្លឺពីទំនាក់ទំនងរបស់លោកជាមួយនឹងមេឧក្រិដ្ឋកម្មម្នាក់នោះម្ដងរួចមកហើយលោកត្រាំប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរុស្ស៊ីក្រោយលោកពូទីនមិនព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានប្រកាសដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងពីររបស់រុស្ស៊ីរួមមានក្រុមហ៊ុន Rosneft និងក្រុមហ៊ុន Lukoil នៅថ្ងៃពុធ22តុលាម្សិលមិញជាមួយនឹងការប្រកាសលុបចោលជំនួបដែលបានគ្រោងទុករវាងលោកនិងលោកពូទីនដោយសារមិនមានភាពរីកចម្រើនក្នុងកិច្ចចរចាស្វែងរកដំណោះស្រាយបិទបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនលោក Trump បានស្ទាក់ស្ទើរក្នុងការដាក់ទណ្ឌកម្មប្រឆាំងរុស្ស៊ីអស់រយៈពេលជាច្រើនខែមកហើយបើទោះបីជាមានការអំពាវនាវពីអ៊ុយក្រែននិងសម្ព័ន្ធមិត្ត NATO ក៏ដោយប៉ុន្តែលោក Trump ហាក់បង្ហាញការខកចិត្តកាន់តែខ្លាំងចំពោះលោកពូទីនដែលបានច្រានចោលសំណើប័ណ្ណឈប់បាញ់ជាបន្ទាន់មួយជាហេតុធ្វើឲ្យជំនួបដែលត្រូវបានគ្រោងទុករវាងមេដឹកនាំទាំងពីរក្នុងរដ្ឋធានី Budapest ប្រទេសហុងគ្រីត្រូវបានលុបចោលសូមអរគុណសម្រាប់ការតាមដាន Update Today